ក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដាក់លេខកូដសម្ងាត់ដោះសោនៅលើទូរស័ព្ទ Honor X6B បាទអញ្ចឹងសម្រាប់ទូរស័ព្ទដៃដែលយើងប្រើប្រចាំថ្ងៃបាទបងប្អូនគួរតែដាក់លេខកូដសម្ងាត់ដើម្បីការពារសុវត្ថិភាពបាទក៏ដូចជាការពារនៅឯកសារនិងទិន្នន័យផ្សេងៗរបស់យើងនៅក្នុងទូរស័ព្ទដៃយើងរឿងលេខកូដសម្ងាត់ដោះសោនេះគឺសំខាន់ណាស់បងប្អូនបាទគួរតែដាក់ដើម្បីការពារឃើញលោកថ្ងៃណាមួយចៃដន្យអីទូរស័ព្ទយើងធ្លាក់បាត់តាមផ្លូវបាទឬក៏ចោលឆក់ចោលលួចថ្ងៃណាមួយក៏យើងមើលមិនឃើញដែរបាទអញ្ចឹងគឺយើងគួរតែដាក់បាទបើយើងមិនដាក់ទេទូរស័ព្ទយើងនៅពេលដែលបានទៅដល់ដៃគេបាទគេនឹងឆែកមើលអីរបស់យើងនៅក្នុងនឹងអស់បាទហើយ Facebook យើងក៏ដូចជាកងធនាគារយើងអីហ្នឹងគឺវាហានិភ័យខ្ពស់មែនទែនបាទពេលដែលទូរស័ព្ទយើងបាត់ទៅវានឹងដោយស៊ីមយើងទៅជាមួយដែរបាទហើយពេលដែលដោយស៊ីមយើងទៅជាមួយហ្នឹងគឺកាន់តែហានិភ័យខ្លាំងណាស់បងប្អូនបាទព្រោះអីស៊ីមយើងគឺយើងមានភ្ជាប់ជាមួយនឹងកងធនាគារអីចឹងទៅបាទជាមួយនឹង account Telegram ជាមួយនឹង Facebook បាទហើយពេលដែលមាន SIM នៅហ្នឹងគឺងាយស្រួលមែនទែនបងប្អូនបាទគេបដូរលេខកូដសម្ងាត់ Facebook យើងបានឡើងងាយស្រួលបាទហើយ account Telegram អីយើងអីហ្នឹងបាទគេនឹងយកទៅរកស៊ីខុសច្បាប់អីចឹងទៅវាអាចនឹងមានបញ្ហាមកដល់យើងនៅថ្ងៃក្រោយដោយសារតែ SIM យើងនៅពេលដែលយើងទៅទិញបាទគេបានចុះឈ្មោះជាមួយនឹងអត្តសញ្ញាណប័ណ្ណពិតរបស់យើងហើយគេថតរូបរបស់យើងនឹងទៅជាមួយផងដែរបាទអញ្ចឹងបងប្អូនគួរតែដាក់លេខកូដសម្ងាត់ជារឿងល្អបំផុតតោះឥឡូវយើងចូលទៅដាក់ទាំងអស់គ្នាបាទនៅក្នុងទូរស័ព្ទដៃនេះខ្ញុំបានដាក់ជាភាសាខ្មែរបាទសម្រាប់បងប្អូនងាយស្រួលមើលហ្នឹងហើយបងប្អូនចូលមកកាន់ setting មកបាទហើយបងប្អូនអូសទៅរកពាក្យមួយដែលគេដាក់ថាជីវមាត្រនិងពាក្យសម្ងាត់បាទគឺពាក្យមួយនេះមានរូបកូនសោហ្នឹងហើយចុចនៅចំកន្លែងហ្នឹងមកបាទមកដល់ត្រង់ចំណុចនេះបងប្អូនចុចនៅលើពាក្យដែលគេដាក់ថាពាក្យសម្ងាត់អេក្រង់ជាប់សោបាទពាក្យមួយនេះចុចកន្លែងហ្នឹងមកថ្ងៃមកដល់ចំកន្លែងនេះគេឲ្យយើងវាយលេខកូដ6ខ្ទង់ចូលបាទបើសិនជាបងប្អូនចង់បដូរទៅជាលេខ4ខ្ទង់ឬក៏របៀបដោះសោអីផ្សេងបងប្អូនចុចលើអក្សរពណ៌ខៀវហ្នឹងមកហើយបងប្អូននឹងឃើញមាន PIN 4ខ្ទង់បាទមាន PIN តាមតម្រូវការមានលំនាំបាទមានពាក្យសម្ងាត់បាទ PIN 4ខ្ទង់បងប្អូនគឺដាក់លេខ4ខ្ទង់បាទហើយ PIN តាមតម្រូវការហ្នឹងបងប្អូនដាក់លេខប្រមាណខ្ទង់ក៏បានដែរហើយលំនាំនេះសម្រាប់គេគូសខ្វាត់ខ្វែងភ្ជាប់ពីលេខ1ទៅលេខ1ណាបងប្អូនបាទហើយពាក្យសម្ងាត់ខាងក្រោមនេះគឺជាពាក្យសម្ងាត់ដែលបងប្អូនចង់ដាក់តាមអ្វីដែលបងប្អូនចង់ដាក់បាទឧទាហរណ៍បងប្អូនដាក់ឈ្មោះបងប្អូនបាទឬក៏ដាក់ឈ្មោះហើយដាក់ថែមលេខថែមសញ្ញាអីចឹងណាបងប្អូនហ្នឹងហើយតែឥឡូវខ្ញុំសុំយកជាលេខកូដ6ខ្ទង់បាទអញ្ចឹងខ្ញុំចុចបោះបង់ហើយខ្ញុំវាយលេខកូដ6ខ្ទង់បាទឥឡូវឧទាហរណ៍ខ្ញុំដាក់ពីលេខ1ទៅដល់លេខ6បាទ1 2 3 4 5 6អញ្ចឹងទៅបាទហើយគេឲ្យយើងវាយបញ្ជាក់លេខកូដហ្នឹងម្ដងទៀតបាទលេខដដែលហ្នឹងបាទ1 2 3 4 5 6បាទហើយរងចាំបន្តិចហ្នឹងហើយឥឡូវវាលោតចេញចេះមកឲ្យទៀតបាទវាសួរយើងថាចុះឈ្មោះម្រាមដៃដែរឬអត់បងប្អូនបាទបងប្អូនចង់ដាក់ scan ម្រាមដៃឬក៏អត់បាទបើសិនជាបងប្អូនចង់ដាក់ scan ម្រាមដៃបងប្អូនចុចនៅលើពាក្យចុះឈ្មោះមកបាទបើសិនជាមិនចង់ដាក់ទេបងប្អូនចុចនៅលើពាក្យថាបោះបង់មកហ្នឹងហើយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចុចនៅលើពាក្យថាបោះបង់បាទបន្ទាប់មកខ្ញុំចង់ដាក់ scan ម្រាមដៃនឹងចូលវិញបាទឥឡូវយើងគ្រាន់តែចុចនៅលើពាក្យថា ID scan ម្រាមដៃនេះមកបងប្អូនបាទរូបកញ្ចៅដៃហ្នឹងហើយចុចកន្លែងហ្នឹងមកហើយវាសួរយើងរកលេខកូដ6ខ្ទង់យើងមិញហ្នឹងម្ដងទៀតបាទអញ្ចឹងយើងវាយមកបាទ1 2 3 4 5 6អញ្ចឹងមកបាទហ្នឹងហើយកន្លែងនេះបាទមាន3ចំណុចវាឲ្យយើងបើកហើយអក្សរនៅខាងលើនេះគេដាក់ប្រាប់ថាប្រើ ID ស្នាមម្រាមដៃដើម្បីបាទដើម្បីខ្លះហ្នឹងហើយទី1ដើម្បីដោះសោឧបករណ៍បាទអញ្ចឹងកន្លែងហ្នឹងយើងគួរបើកឬក៏អត់យើងដាក់ scan ម្រាមដៃគឺដើម្បីដោះសោនឹងឯងបាទអញ្ចឹងយើងត្រូវបើកហើយជួរទី2នេះមិនបាច់ធ្វើអីវាទេទុកចោលហ្នឹងហើយឥឡូវយើងមកមើលជួរទី3វិញម្ដងបាទគេដាក់អក្សរថាចូលប្រើការចាក់សោកម្មវិធីនៅកន្លែងនេះបើសិនជាបងប្អូនបើកបាទគ្រប់កម្មវិធីទាំងអស់ដែលនៅលើអេក្រង់របស់យើងពេលដែលបងប្អូនចុចបើកវានឹងទាមទារឲ្យបងប្អូន scan ម្រាមដៃសិនទើបអាចបើកចេញបាទអញ្ចឹងកន្លែងហ្នឹងបងប្អូនចង់បើកក៏បានមិនបើកក៏បានស្រេចចិត្តបងប្អូនសម្រាប់ខ្ញុំបើកខាងលើមួយបាទចុចបើកមកបាទពេលបើកមកហើយវាប្រាប់យើងឲ្យយើង scan ម្រាមដៃនៅចំហៀងនេះឃើញអត់បងប្អូនហ្នឹងហើយបាទអញ្ចឹងបងប្អូនចុចនៅលើពាក្យចុះឈ្មោះស្នាមម្រាមដៃកន្លែងហ្នឹងមកបាទហើយដាក់ម្រាមដៃយើងចូលមកបាទមេដៃក៏បានចង្អុលដៃក៏បានបាទបងប្អូនប្រើដៃមួយណាក៏បានដែរហ្នឹងហើយឥឡូវខ្ញុំដាក់មេដៃចូលបាទបងប្អូនដាក់អញ្ចឹងមកណាហ្នឹងហើយបាទដាក់ដកហើយរបៀបដាក់ហ្នឹងបងប្អូនដាក់រៀងប្រខាត់ដៃកុំឲ្យវានៅកន្លែងដដែលពេកបាទបើសិនជាបងប្អូនដាក់កន្លែងដដែលវាអត់ឲ្យទេអញ្ចឹងបងប្អូនដាក់ម្រាមដៃយើងហ្នឹងរៀងប៉ែលខុសបន្តិចប្រខាត់បន្តិចណាបាទព្រោះអីពេលដែលយើងធ្វើការ scan ដោះសោវិញយើងមិនមែនថាដាក់ទៅដឹងតែចំតែមួយកន្លែងទេបងប្អូនពេលដាក់ពេញវាលោតពាក្យថាយល់ព្រមនៅចំកន្លែងនេះអញ្ចឹងចុចលើពាក្យហ្នឹងមកឥឡូវវាសួរសំណួរយើងទៀតរៀបចំការចំណាំភិនភាគមុខឬអត់
បាទគេចង់មានន័យថាយើងនឹងចង់ដាក់ scan មុខឬក៏អត់ណាបាទបើសិនជាបងប្អូនចង់ដាក់បងប្អូនចុចនៅលើពាក្យរៀបចំមកបាទបើមិនទាន់ចង់ដាក់ទេចុចនៅលើពាក្យថាបោះបង់ឥឡូវខ្ញុំចុចនៅលើពាក្យបោះបង់សិនបាទខ្ញុំមិនទាន់ដាក់ទេបាទហើយបើសិនជាបងប្អូនចង់ដាក់បាទបងប្អូនគ្រាន់តែចុចថយមកក្រោយវិញមកហើយចុចកន្លែងរូបក្បាលមនុស្សនេះមកនេះបាទគេដាក់អក្សរថាការចំណាំភិនភាគមុខបាទចុចកន្លែងហ្នឹងមកបាទឥឡូវគេឲ្យយើងវាយលេខកូដ6ខ្ទង់ដែលយើងបានដាក់ចូលមិញបាទ1 2 3 4 5 6បាទនេះគឺជាគំរូដែលគេឲ្យយើងមើលបាទរបៀបថតគេធ្វើទៅអញ្ចឹងហើយចុចលើពាក្យចុះឈ្មោះមុខនេះមកដើម្បីធ្វើការ scan មុខរបស់យើងហើយនៅពេលធ្វើការ scan មុខបងប្អូនមិនត្រូវពាក់ម៉ាស់ឬពាក់វ៉ែនតាទេហើយពេលថតហ្នឹងបងប្អូនត្រូវងាកឆ្វេងងាកស្ដាំងើបឡើងលើអោនចុះក្រោមបន្តិចបាទជាការរួចរាល់អូខេតែប៉ុណ្ណឹងរួចហើយបាទបងប្អូនអាចចេញមកក្រោយវិញបាទចេញមកក្រៅវិញមកហើយបងប្អូនចាក់សោមើលទៅបងប្អូននឹងអាចធ្វើការ scan មុខឬក៏ scan ម្រាមដៃយើងបានហើយបាទដូច្នេះក្នុងវីដេអូនេះគឺមិនតែប៉ុណ្ណឹងទេបងប្អូនណាបាទសម្រាប់បងប្អូនដែលពេញចិត្តវីដេអូមួយនេះបាទកុំភ្លេចជួយចុច like ចុច share បាទនិងចុច subscribe YouTube Channel ម្នាក់មួយផងបងប្អូនណាបាទដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតបាទជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ